ខ្សែភាពយន្តនេះបានរៀបរាប់អំពីរឿងរ៉ាវរបស់ក្រុមគ្រួសារត្រកូលអភិជនបានញោមញីនិងធ្វើទុកបុកម្នេញដល់ក្រុមគ្រួសារមួយនេះអស់ជាច្រើនទសវត្សរ៍ហើយអាស្រនីរីឯតួសម្ដែងនារីរួមមានទី1អាវនីទី2រេហានិងទី3ណាន់ទីនីមានថ្ងៃមួយរឿងរ៉ាវថ្មីក៏បានកើតឡើងនៅពេលដែលទីដាតនិងភរិយាថ្មីរបស់គាត់អាវនីបានវិលត្រឡប់មកវិញពីសហរដ្ឋអាមេរិកការវិលត្រឡប់មកវិញរបស់ពួកគេធ្វើឲ្យក្រុមគ្រួសារត្រីឆាវទីមានការសប្បាយចិត្តយ៉ាងខ្លាំងក៏ប៉ុន្តែក៏មានសមាជិកមួយចំនួនតូចមិនមានការសប្បាយចិត្តផងដែរជាពិសេសនាងរេហាដែលត្រូវជាប្អូនជីដូនមួយរបស់តាមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងហើយខូចចិត្តយ៉ាងខ្លាំងដោយបានឃើញស៊ីដាតស្រឡាញ់អាវនីព្រោះបិទអីរេហាបានលួចស្រឡាញ់ស៊ីដាតក៏ប៉ុន្តែស៊ីដាតមិនដឹងខ្លួនសោះហើយបន្តមកទៀតណាន់ដានីដែលត្រូវជាបងស្រីជីដូនមួយរបស់ស៊ីដាតនិងអាវនីពួកគេទាំងពីរនាក់មានភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែខ្លាំងហើយណាន់ដានីបាននាំអាវនីដើរកំសាន្តនិងបានណែនាំអាវនីឲ្យបានស្គាល់បន្ទុកសំខាន់នៅក្នុងវិមាននោះទៀតផងហើយនៅថ្ងៃដែលពួកគេទាំងពីរនាក់ដើរកំសាន្តនោះផងដែរអាវនីបានប្រទះឃើញបន្ទុកមួយយ៉ាងចម្លែកដែលបន្ទុកនោះមានចាក់សោជាច្រើនជាន់ហើយថែមទាំងមានអំបោះសីមាចងពាត់មាត់ទានោះទៀតផងណាន់ដានីប្រាប់អាវនីថាបន្ទុកនេះគឺជាបន្ទុកហាមឃាត់ដែលមិនឲ្យជនណាម្នាក់មកចូលបន្ទប់នេះជាដាច់ខាតស្របពេលដែលនាងណាន់ដានីនិងអាវនីកំពុងតែឈរនៅមុខបន្ទប់លោកពូបាទីបានមកដល់ហើយលោកពូបាទីបានខឹងសម្បានឹងពួកគេទាំងពីរយ៉ាងខ្លាំងដែលហ៊ានបំពានចូលមកកន្លែងហាមឃាត់បែបនេះលោកពូបាទីបានហាមប្រាមពួកគេទាំងពីរថាលើក្រោយឈប់ឲ្យមកទីនេះជាដាច់ខាតថ្ងៃមួយកំឡុងបុណ្យសាសនាមួយអ្នកស្រុកអ្នកភូមិបានរៀបរាប់អំពីរឿងរ៉ាវជាច្រើនហូរហែប្រាប់នាងអេវនីថានៅបន្ទប់ជាន់ទី3នៃវិមានដ៏ធំសឹមស្កៃរបស់ត្រីឆាវទីមានព្រលឹងវិញ្ញាណដ៏កំណាចមួយបានលងបន្លាចក្រុមគ្រួសារត្រីឆាវទីនេះធ្វើឲ្យក្រុមគ្រួសារនេះរស់នៅទាំងសេចក្តីទុក្ខសោកវេទនាអស់ជាច្រើនទសវត្សរ៍មកហើយដែលព្រលឹងវិញ្ញាណនោះមានឈ្មោះថានាងម៉ាន់ជូលីកាក្រោយពេលនាងអាវនីបានស្ដាប់អ្នកស្រុកអ្នកភូមិនិយាយរៀបរាប់អំពីរឿងរ៉ាវដែលតាក់ទងទៅនឹងបន្ទប់ជាន់ទី3នាងក៏បានដេញដោលសួរទៅស៊ីដាតក៏ប៉ុន្តែស៊ីដាតនិយាយថានេះគ្រាន់តែជាអបិយជំនឿបុរាណតែប៉ុណ្ណោះប៉ុន្តែនាងអាវនីនិងនាងណាន់ដានីនៅតែមិនអស់ចិត្តក៏បានលួចឲ្យអ្នកបម្រើធ្វើសោដើម្បីចាក់ចូលទៅក្នុងបន្ទប់នោះដើម្បីចូលមើលថាតើនៅក្នុងបន្ទប់នោះមានអ្វីជាអាថ៌កំបាំងឃើញទាំងគំនូរព្រះមហាក្សត្រសម័យបុរាណជាច្រើនទាំងដែលគេបានព្យួរជាប់ទៅនឹងជញ្ជាំងហើយថែមទាំងបានឃើញនៅគ្រឿងអលង្ការក៏ដូចជាសម្លៀកបំពាក់បុរាណដ៏មានតម្លៃជាច្រើនដែលគេបានថែរក្សាទុកនៅក្នុងហឹបនៅក្នុងបន្ទប់នោះផងដែរគុណជាចៃដន្យមួយសន្ទុះក្រោយមកនាងរេហាក៏បានមកដល់ហើយនាងក៏បានស្ដីបន្ទោសឲ្យនាងអាវនីយ៉ាងខ្លាំងថាហេតុអ្វីបានជានាងចិត្តប្រហើនហ៊ានចូលទៅក្នុងបន្ទប់ហាមឃាត់ដែលជាទីកន្លែងគោរពសក្ការៈបូជារបស់ក្រុមគ្រួសាររបស់ពួកគេយ៉ាងដូចនេះបានដឹងដល់លោកពូបាទីក៏ដូចជាក្រុមគ្រួសារត្រីឆាវទីធ្វើឲ្យក្រុមគ្រួសារនេះមានការខឹងសម្បានឹងនាងអាវនីក៏ដូចជានាងណាន់ដានីយ៉ាងខ្លាំងហើយពួកគេបានវាយដំច្រំធាក់ទៅលើនាងណាន់ដានីយ៉ាងដំណំហើយលោកពូបាទីបានបញ្ជាឲ្យអ្នកបម្រើទៅរកគ្រូមន្តអាគមដើម្បីធ្វើពិធីបិទមាត់ទ្វារនោះឡើងវិញរីឯគ្រូមន្តអាគមរបស់យើងវិញនៅពេលដែលបានមកដល់វិមានត្រីឆាវទីគាត់ក៏បានធ្វើពិធីសែបមន្តគាថាបាលីផ្សេងហើយបានយកអំបោះសីមាទៅចងពាត់រុំនៅមាត់ទ្វារដែលមានព្រលឹងរបស់នាងម៉ាន់ជូលីកាមួយសន្ទុះក្រោយមកក៏បានឮសូរសំឡេងមនុស្សស្រីស្រែកពីក្នុងបន្ទប់កំហុសថាតើពួកឯងគឺជានរណា
ហើយឯងធ្វើឲ្យពួកគេភ័យស្លន់ស្លោរត់ចែកជើងគ្នារត់ប្រះអាយុរៀងខ្លួននៅគ្រារាត្រីនោះផងដែរព្រលឹងរបស់នាងម៉ាន់ជូលីកាបានដើរអុកឡុកនិងលងបន្លាចសមាជិកក្រុមគ្រួសាររបស់ត្រីឆាវទីធ្វើឲ្យសមាជិកក្រុមគ្រួសារត្រីឆាវទីផិតភ័យស្លន់ស្លោរត់ស្លេស្លាបឲ្យឈូឆរពេញតែវិមានតែតួប្រុសរបស់យើងវិញស៊ីដាតគាត់បាននិយាយប្រាប់ដល់សមាជិកក្រុមគ្រួសាររបស់ត្រីឆាវទីទាំងអស់ថាសូមឲ្យរក្សាភាពស្ងៀមស្ងាត់កុំភ័យផិតឲ្យសោះគាត់គិតថាមិនមែនជាប្រលឹងវិញ្ញាណខ្មោចអ្វីនោះទេគាត់ប្រាប់ថាប្រហែលជាមាននរណាម្នាក់មានបំណងមិនល្អហើយចង់ធ្វើបាបដល់ក្រុមគ្រួសារត្រីឆាវទីតែប៉ុណ្ណោះលោកពូបាទីវិញបានស្ដីបន្ទោសឲ្យស៊ីដាតថាមកពីស៊ីដាតបណ្ដោយឲ្យភរិយារបស់ខ្លួនចូលទៅក្នុងបន្ទប់របស់នាងម៉ាន់ជូលីកាហើយធ្វើអ្វីមិនសមរម្យទើបធ្វើឲ្យនាងម៉ាន់ជូលីកាខឹងសម្បាហើយធ្វើបាបក្រុមគ្រួសាររបស់ត្រីឆាបាទីបែបនេះគាត់យល់ព្រមជួបគ្នាមិនទាន់បានប្រមាណផងត្រាប់តែមានភ្លើងឆេះវ៉ាលីរបស់អាស័យដែលដាក់សម្ភារៈពេទ្យឆេះតិចទីអស់រលីងបានថ្ងៃក្រោយមកទៀតក្រុមគ្រួសារត្រីឆាបាទីនៅថ្ងៃកម្មវិធីនោះត្រកូលវង្សាត្រីឆាបាទីទាំងអស់ពួកគេបានរាំច្រៀងផឹកស៊ីសប្បាយក្អាកក្អាយឮលាន់សំឡេងកងរំពងអើងអាប់ពេញក្នុងវិមានទីកំពុងតែសប្បាយសុខនិងអវនីកំពុងតែប្រតាយប្រតបប្រទីងប្រទងគ្នាមិនដឹងថាមកពីមូលហេតុអ្វីនិងមានរឿងអ្វីឡើយគេក៏បានរត់ចូលទៅអន្តរាគមហើយចាប់បំបែកញែកចេញពីគ្នាគ្រានោះដៃគ្នានៅពេលក្រោយក៏បាននិយាយរៀបរាប់ប្រាប់ទៅអាស័យថាវាជាការយល់ច្រឡំទេតាមពិតគាត់ព្យាយាមចូលទៅសង្គ្រោះអវនីព្រោះអវនីប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងបានថ្ងៃក្រោយមកគ្រូធំដែលជាគ្រូវិទ្យាមន្តខ្លាំងពូកែបានអញ្ជើញមកដល់វិមានត្រីឆាបាទីដែលលោកពូបាទីអញ្ជើញមកហើយគាត់បានសហការជាមួយនឹងអាស័យដើម្បីរកយុទ្ធសាស្ត្របង្ក្រាបប្រលឹងវិញ្ញាណនាងម៉ាន់ជូលីកានេះឲ្យចេញពីវិមានត្រីឆាបាទីនេះឲ្យកាន់តែបានអាស័យស៊ីដាតនិងវិនិតបានដើរស្វះស្វែងរកនាងអាវនីក៏មកប្រទះឃើញនាងអាវនីស្លៀកពាក់សម្លៀកបំពាក់បែបបុរាណរាំរបាំយ៉ាងល្វត់ល្វន់អាស័យបានឲ្យវិនិតដើរចូលទៅជិតនាងម៉ាន់ជូលីកាដើម្បីដើរតួសម្ដែងថ្លែងខ្លួនជាតំណាងឲ្យសង្សារអតីតរបស់នាងម៉ាន់ជូលីកាកាលពីជាតិមុនក្នុងចំណុចវគ្គនេះខ្ញុំបាទក៏សូមបញ្ជាក់ជូនពុកម៉ែបងប្អូនលោកអ្នកស្ដាប់ឲ្យបានរំពេចនោះលោកគ្រូវេទមន្តបានយករំពាត់វេទមន្តវាយទៅលើនាងម៉ាន់ជូលីកាធ្វើឲ្យនាងម៉ាន់ជូលីកាដួលព្រុសទៅលើដីនាងម៉ាន់ជូលីកាបានស្រែកប្រកាសថានាងមកទីនេះគឺដើម្បីសងសឹកនឹងមនុស្សម្នាក់ដែលកាលពីជាតិមុនគេបានសម្លាប់សង្សាររបស់ខ្ញុំបើខ្ញុំមិនបានសម្លាប់គេទេគឺខ្ញុំពុតខ្លួនជាដេកដើម្បីស្វាយខ្លួនប្រគល់ខ្លួនឲ្យនាងម៉ាន់ជូលីកាប្រហារមកទៀតលោកគ្រូវេទមន្តបានបោះហើយប្រលឹងវិញ្ញាណរបស់នាងបានចាក់ចេញពីក្រុមគ្រួសារត្រីឆាវទីនោះជារៀងរហូតហើយក្រុមគ្រួសារត្រីឆាវទីក៏មានសេចក្តីសុខសាន្តចាប់តាំងពីពេលនោះតរៀងមក